កសិផលធម្មជាតិដែលខ្មែរយើងមានណាបងប្អូនត្រូវតែយកវាមកកែច្នៃឲ្យអស់ពីចិត្តតែម្ដងបាទថ្ងៃនេះគឺខ្ញុំជ្រើសរើសយកក្តាប់អំពិលទៀតហើយបងប្អូនយកមកកែច្នៃដើម្បីធ្វើជាម្សៅបន្តទៀតណាបាទពីព្រោះថាក្តាប់អំពិលគឺវានៅជាមួយនឹងយើងមិនបានយូរទេបាទគឺវាមិនមែនមានរាល់ខែទេគឺមួយឆ្នាំគឺវាមានតែប្រហែលខែតែប៉ុណ្ណឹងប៉ុន្តែមកដល់ពេលនេះក្តាប់អំពិលគឺចង់ផុតហើយបាទវានៅមានម្ដងទេដូច្នេះហើយក្តាប់អំពិលដែលបងប្អូនបានឃើញនេះគឺជារបស់កម្រហើយបាទចាប់ផ្ដើមកម្រហើយបន្តិចទៀតគឺវាចូលដល់រដូវកាលគេហៅថាអំពិលគុលឬក៏អំពិលទុំអញ្ចឹងទៅបាទដូច្នេះហើយដើម្បីរក្សានៅក្តាប់អំពិលដែលនៅជាមួយយើងបានយូរនោះគឺយើងមានតែរៀបចំវិធីសាស្ត្រមួយគឺសម្ងួតដើម្បីធ្វើជាម្សៅនឹងឯងអញ្ចឹងកាលណាធ្វើជាម្សៅអញ្ចឹងគឺវាមានភាពងាយស្រួលមែនទែនបងប្អូនសម្រាប់យកទៅធ្វើម្ហូបដូចជាស្លម្ជូរដូចជាយកទៅធ្វើជាទឹកជ្រក់ទឹកជ្រលក់ទឹកអីគឺយើងអាចធ្វើបានអញ្ចឹងសម្រាប់បងប្អូនដែលយកទៅធ្វើជា scrap អីហ្នឹងក៏អាចធ្វើបានដូចគ្នាអញ្ចឹងណាបងប្អូនគឺម្សៅក្តាប់អំពិលហ្នឹងគឺប្រើការបានច្រើនយ៉ាងមែនទែនទៅតាមតម្រូវការរបស់យើងនីមួយៗអញ្ចឹងទៅបាទដូច្នេះសម្រាប់បងប្អូនដែលត្រូវការម្សៅក្តាប់អំពិលយកទៅប្រើការហ្នឹងគឺបងប្អូនអាចទំនាក់ទំនងបានទៅតាមរយៈលេខ077 25 33 94បាទដែលមានទីតាំងលក់នោះគឺនៅក្នុងផ្សារស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យរបស់យើងទាំងតែម្ដងហើយអំពិលខ្ចីនេះបងប្អូននៅពេលដែលសម្ងួតបានទៅជាម្សៅនោះគឺងាយស្រួលប្រើមែនទែនងាយស្រួលក្នុងការទុកដាក់ងាយស្រួលក្នុងការវេចខ្ចប់អញ្ចឹងណាទោះបីជាបងប្អូនមានដំណើរកំសាន្តទៅលេងទលេលេងស្ទឹងលេងសមុទ្រលេងអីណាក៏ដោយបងប្អូនដាក់ទៅតែមួយកូនកែវនៅជិបនឹងកាបូបហ្នឹងបងប្អូនគឺអាចយកទៅធ្វើជាម្ហូបធ្វើស្អីហូបបានមកស្រួលតែម្ដងបាទហើយទោះបីជាបងប្អូនចង់ទិញផ្ញើជូនបងប្អូននៅក្រៅប្រទេសក្រៅអីហ្នឹងក៏ងាយស្រួលក្នុងការផ្ញើផងដែរបាទព្រោះយើងមានថង់បឺតខ្យល់បឺតអីដាក់ទៅគឺមកស្អាតមកផ្ញើបានមកស្រួលតែម្ដងអញ្ចឹងណាទោះបីជាបងប្អូននៅខាងសហរដ្ឋអាមេរិកនៅប្រទេសណាផ្សេងបាទដែលគាត់អត់មានផ្លែអំពិលអីស្រស់សម្រាប់ហូបក៏អាចហូបជាលក្ខណៈម្សៅអំពិលខ្ចីស្រស់នឹងបានដូចគ្នាអញ្ចឹងណាដូចបងប្អូនបានឃើញអញ្ចឹងការធ្វើរបស់ខ្ញុំគឺមិនមែនធ្វើឲ្យតែបានទេគឺមានការលាងសម្អាតឡើងស្អាតតែម្ដងដូចបងប្អូនឃើញទឹកទី1ហ្នឹងគឺលាងទៅលើក្រហមផលតែម្ដងអាហ្នឹងវាជាជាតិម្សៅដែលនៅលើសម្បករបស់វាទេបាទនៅពេលដែលយើងលាងសម្អាតហើយទឹកទី1គឺឃើញតែក្រហមហើយទឹកទី2រាងថ្លាហើយទឹកទី3ហ្នឹងគឺតែវាជ្រះអស់តែម្ដងអញ្ចឹងណាហើយបន្ទាប់មកបានយើងយកវាមកចិតជាប្រទេសស្ដើងទៅបាទនៅពេលដែលចិតអស់រួចហើយបានទៅប្រទេសស្ដើងគឺយើងដាក់ចូលក្នុងទូសម្ងួតអញ្ចឹងណាបងប្អូនគឺមិនមែនហាលក្រោមកណ្ដៅថ្ងៃបងប្អូនខ្លាចដីហុយចូលនឹងទេហើយចាក់តងទៅនឹងការសម្ងួតនេះទៀតសោតបងប្អូនគឺចំណាយពេលយូរដែរបងប្អូនគឺដាក់ចូលក្នុងទូគឺមួយយប់មួយថ្ងៃតែម្ដងជាមួយនឹងទូធំនឹងបងប្អូនគឺចំណាយលើភ្លើងនេះគឺច្រើនដែរបងប្អូនគឺដាក់ទៅបឺតភ្លើងដូចព្យុះនឹងឯងបាទជាមួយនឹងទូសម្ងួតអញ្ចឹងណាប៉ុន្តែមិនដឹងធ្វើម៉េចបើយើងត្រូវតែរក្សានៅអនាម័យឲ្យល្អអញ្ចឹងគឺយើងមានតែប្រើលក្ខណៈទូសម្ងួតនឹងឯងបាទដើម្បីធ្វើឲ្យវាមានទំនុកចិត្តក្នុងការទទួលទានអញ្ចឹងណាបាទពីព្រោះថាម្សៅអំពិលនៅពេលដែលធ្វើបានហើយគឺយើងមិនមែនទុកមើលណាយើងយកទៅហូបអញ្ចឹងហើយការធ្វើនេះគឺប្រកបទៅដោយអនាម័យខ្ពស់តែម្ដងបាទដូច្នេះហើយសម្រាប់ម្សៅអំពិលបើសិនជាបងប្អូនត្រូវការគឺបងប្អូនអាចទំនាក់ទំនងមកបានបាទពីព្រោះថាឥឡូវនេះគឺមានបាទបន្តិចទៀតនេះគឺវាអស់ហើយរដូវកាលនៃអំពិលខ្ចីនោះបាទគឺបញ្ចូលដល់រដូវអំពិលចាស់ឬក៏អំពិលទុំនឹងឯងបងប្អូនអញ្ចឹងណាបាទហើយសម្រាប់បងប្អូនដែលត្រូវការប្រើប្រាស់ហ្នឹងគឺកុំភ្លេចតាក់ទងមកឥឡូវធ្វើបានហើយបាទបាយអរគុណ